ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែកជូនពុកម៉ែបងប្អូនទស្សនាគឺជាវីដេអូដែលខ្ញុំយកមិញហ្នឹងគឺថាបានទៅចាប់រៃហើយក៏ឆ្លៀតធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាគឺថាគ្នាច្រើនមែនទែនគឺឡង4-10នាក់ប៉ុន្តែខ្ញុំមកដល់ក្រោយគេទេដោយសារតែថាខ្ញុំនៅរវល់ធ្វើការចឹងណាក៏អត់បានមកតាន់គេគឺថាគេមកមុនហើយក៏ខ្ញុំមកដល់ក្រោយគេគឺចាប់បានតិចហើយកន្លែងនេះគឺថាខ្ញុំសុំក្មួយហើយក៏ក្មួយគេឃើញយើងបានតិចគេជោគឲ្យមកក្តាប់គឺថារៃខែនេះគឺសម្បូរមែនទែនដោយសារតែខែនេះដូចជាខែក្តៅហើយក៏ប៉ុន្តែថាខែនេះគឺខែរៃវាយំអញ្ចឹងណាហើយគឺវាចេញពីក្នុងដីមកគឺវាអត់ទាន់សក់ទេអញ្ចឹងគឺយើងងាយស្រួលនឹងចាប់ក៏ប៉ុន្តែបើសិនជាវាចេញខ្ទង់ថាម៉ោង 8-9 យប់គឺវាសក់ហើយព្រឹកឡើងគឺវាចេះហើអញ្ចឹងណាក៏ប៉ុន្តែម្លងពេលដែលវាចេញម៉ោង 6 ម៉ោង 7 ល្ងាចហ្នឹងគឺថាយើងនៅចាប់វាស្រួលណាយើងនៅចាប់វាបានគឺវាអត់ទាន់សក់ទេហើយគឺយកទៅបំពងហូបអញ្ចឹងណាហើយគឺខ្ញុំចាប់អត់សូវបានទេដោយសារតែខ្ញុំដៃមួយខាងកាន់ទូរស័ព្ទហើយមួយខាងទៀតគឺកាន់កតោផងអីផងណាហើយទឹកនិយាយទៅទឹកអំបិលនេះគឺថាខ្ញុំសុំគេទេដោយសារតែខ្ញុំមកអត់ទាន់គេសោះណាហើយក៏គេមកមុនហើយគឺរត់មកតាមក្រោយគេហើយក៏សុំទឹកអំបិលគេផងអីផងហើយក៏ភ្លើងក្បាលកែវខ្ញុំគឺអត់សូវភ្លឺទេគឺឃើញលេតមែនទែនហើយក៏ឃើញគេបានឡើងច្រើនហើយខ្ញុំវិញទៅតែបានបន្តិចហើយពេលនេះគឺមានការអត់ចិត្តមែនទែនដោយសារតែយើងនៅរវល់ហើយអត់បានទៅចាប់តាន់គេអញ្ចឹងអ្នកខ្លះគេចាប់បានច្រើនគឺគេទុកលក់ដោយសារតែអាហ្នឹងវាថ្លៃដែរ1គីឡូ 20000ហើយអាចដែលមានឡាបឃើញសក់រៀងសហ្នឹងអាហ្នឹងគេទិញ1គីឡូ 10000អញ្ចឹងណាហើយគឺមួយយប់គឺពួកគាត់នាំគ្នាចាប់រាល់យប់ប៉ុន្តែបើខ្ញុំវិញអត់ទៅបានមកចាប់ទេដោយសារតែខ្ញុំរវល់នៅតម្លាក់តលងជួនកាលម៉ោង 9 អីអត់បានមកចាប់ដូចគេទេហើយយប់នេះក៏ឆ្លៀតពេលមកចាប់ហើយក៏ឆ្លៀតធ្វើវីដេអូចែកជូនបងប្អូនទស្សនាអញ្ចឹងណាហើយវីដេអូនេះក៏មិនមានអីច្រើនដែរគឺថាបន្តិចទៀតគឺនាំគ្នាទៅផ្ទះហើយក៏នៅកន្ទុយវីដេអូនេះពុកម៉ែបងប្អូននឹងដឹងថាណាគេបានច្រើនហើយគឺថាដោយសារហើយវីដេអូនេះក៏មិនមានអីច្រើនដែរពុកម៉ែបងប្អូនគឺមានតែប៉ុណ្ណឹងអរគុណសូមជម្រាបលា